សូមទាំងអស់គ្នាចូលរួមក្នុងយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗហើយយើងនិយាយថាទេចំពោះព័ត៌មានคล้ายៗលោកណេតភក្ត្រាដាស់តឿនយុវជនកុំធ្លាក់ក្នុងអន្ទាក់ Digital និងត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មានយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានត្រូវបានប្រកាសបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2026នេះពិធីនេះធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំដោយមានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចូលរួមជាង 2000 នាក់ក្នុងឱកាសនោះលោកណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ញើសារដាស់តឿនដោយបានបញ្ជាក់ថាយុវជនសម័យនេះមិនត្រឹមតែត្រូវតាមឲ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេប៉ុន្តែដាច់ខាតត្រូវតែបង្កើនភាពធន់សម្រាប់ទល់និងប្រឆាំងព័ត៌មានคล้ายៗដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់នៃពិភព Digital ក្នុងន័យនេះលោកណេតភក្ត្រាបានជំរុញឲ្យសិស្សានុសិស្សទាំងអស់ពង្រឹងសមត្ថភាពខ្លួនឯងដើម្បីក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំក្នុងការជួយបន្សុទ្ធលំហព័ត៌មានក្នុងសង្គមព្រមទាំងការពារក្រុមគ្រួសារនិងសហគមន៍ពីហានិភ័យនៃការផ្សាយបំភ្លៃបំភ្លើសក្លែងបន្លំនិងការបំពុលសង្គមទន្ទឹមនឹងនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថាយុវជនត្រូវផ្លាស់ប្ដូរផ្នត់គំនិតមកអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មានដោយត្រូវចេះគិតពិចារណានិងផ្ទៀងផ្ទាត់ជំនួសឲ្យទម្លាប់ទទួលព័ត៌មានដោយអកម្មតាមលោកណេតភក្ត្រាយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2នេះគឺជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបំពាក់ចំណេះដឹងអក្ខរកម្ម Digital ជួយឲ្យយុវជនម្ចាស់ការលើការផ្សព្វផ្សាយព័ត៌មានពិតនិងជៀសផុតពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើបៗ